តម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះកំពុងតែមាន reversal ឬការលក់ចុះត្រឡប់មកវិញបន្ទាប់ពីបានការកើនឡើងបន្តបន្ទាប់ជាប់គ្នាជិតមួយសប្តាហ៍មកតម្លៃហាងឆេងមាសនៅក្នុងព្រឹកនេះបានចុះមកដល់តម្លៃ$4786នៅក្នុងមួយតម្លឹងឬ$3973នៅក្នុងមួយអោននៅគិតត្រឹមម៉ោង9ព្រឹកនេះអញ្ចឹងសម្រាប់បងប្អូនដែលបានទស្សនាការវិភាគទីផ្សាររបស់ខ្ញុំកាលពីម្សិលមិញខ្ញុំបានប្រាប់ឲ្យបងប្អូនរងចាំលក់ចុះនៅក្នុងតំបន់តម្លៃដោយដែលខ្ញុំបានបង្ហាញនៅក្នុងក្រាฟតទៅនេះបាទសម្រាប់ការវិភាគការពីម្សិលមិញទៅលើក្រាฟ4ម៉ោងគឺខ្ញុំបានប្រាប់ឲ្យបងប្អូនធ្វើការរងចាំធ្វើការលក់ចុះនៅក្នុងតំបន់តម្លៃ4049ទៅ4059ដែលជាតំបន់តម្លៃ key resistance ចុងក្រោយឬ all time high កាលពីម្សិលមិញហើយតម្លៃមាសបន្ទាប់ពីបានឡើងទៅប៉ះតំបន់នេះជាលើកទី2មកវាក៏បានធ្លាក់ចុះជាខ្លាំងប្រមាណជា$100ជាងនៅក្នុងមួយអោនហើយអញ្ចឹងសម្រាប់បងប្អូនដែលធ្វើការជួញដូរក្នុងថ្ងៃនេះបើសិនជាយើងមើលទៅលើក្រាฟ daily ប្រចាំថ្ងៃយើងឃើញថា candlestick កាលពីម្សិលមិញនេះបានបិទជា engulfing ហើយអញ្ចឹង pattern engulfing bearish បែបនេះគឺបង្ហាញពីទំនោរអ្នកលក់ចាប់ដើមមានកម្លាំងក្រុម10ទៅលើអ្នកទិញអញ្ចឹងថ្ងៃនេះ direction អាចនឹងមានការលក់ចុះបន្តទៅទៀតដើម្បីទទួលយកប្រាក់ចំណេញហើយទៅក្នុងបច្ចេកទេសហៅថា correction អញ្ចឹងតំបន់តម្លៃដែលខ្ញុំ recommend ជូនបងប្អូនធ្វើការរងចាំទិញឡើងក្នុងថ្ងៃនេះតំបន់ទី1ស្ថិតនៅក្នុងតំបន់3950ទៅ3960ហើយតំបន់ទី2គឺស្ថិតនៅក្នុងតំបន់3938ទៅតំបន់3928ដែលជាតំបន់យើងធ្វើការរងចាំទិញឡើងដោយសារបច្ចុប្បន្ននេះមាសកំពុងតែធ្លាក់ចុះហើយបើសិនជាមាសងាកត្រឡប់ឡើងទៅលើវិញជាឱកាសមួយដែលយើងអាចធ្វើការលក់ចុះដើម្បីយកផលចំណេញខ្លីៗគឺស្ថិតនៅក្នុងតំបន់4010ទៅ4000អញ្ចឹងសម្រាប់បងប្អូនដែលមានចម្ងល់ឬចង់សាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងការជួញដូរឧបករណ៍និស្សិតឬមួយចង់បើកគណនីជួញដូរអីហ្នឹងបងប្អូនអាចទំនាក់ទំនងតាម contact លេខទូរស័ព្ទដែលខ្ញុំបានដាក់ក៏ដូចជា QR code ដែលខ្ញុំបានដាក់ក្នុងវីដេអូនេះអរគុណ